តើយន្តហោះចម្បាំង J10C និងយន្តហោះចម្បាំង F16 មួយណាមានបច្ចេកវិទ្យាទំនើបជាងសម្រាប់ប្រិយមិត្តចង់ដឹងកាន់តែច្បាស់សូមអញ្ជើញទស្សនាវីដេអូមួយនេះរហូតដល់ចប់យន្តហោះចម្បាំង J10C និងយន្តហោះចម្បាំង F16 គឺជាយន្តហោះចម្បាំងប្រភេទដូចគ្នាប៉ុន្តែវាមានភាពខុសគ្នាជាច្រើនទាំងបច្ចេកវិទ្យានិងសមត្ថភាពយន្តហោះចម្បាំង J10 គឺជាយន្តហោះចម្បាំងទំនើបដែលផលិតដោយប្រជាមានិតចិនវាជាយន្តហោះចម្បាំងចំនួនទី4ដែលគេផលិតឡើងក្នុងគោលបំណងប្រើសម្រាប់ទាំងការប្រយុទ្ធទៅអាកាសនិងការវាយប្រហារទៅលើដីយន្តហោះចម្បាំងពហុតួនាទី J10 ដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ2005វាមានប្រវែង 16.9 ម៉ែត្រនិងទទឹងស្លាប 9.75 ម៉ែត្រកម្ពស់ 5.4 ម៉ែត្រនិងទម្ងន់ប្រហែល 9 តោនទម្ងន់អតិបរមា 19 តោនល្បឿនហោះបានអតិបរមា 2300 គីឡូម៉ែត្រក្នុង1ម៉ោងយន្តហោះនេះបើកបានចម្ងាយ 1850 គីឡូម៉ែត្រហោះបានកម្ពស់អតិបរមា 18000 ម៉ែត្រវាបំពាក់ដោយកាំភ្លើងប្រឆាំងអាកាស 23 មីលីម៉ែត្រប្រភេទ GSH-23 អាចដាក់បានរហូតដល់ 11 ចំណុចសម្រាប់អាវុធដែលប្រើប្រាស់បានសម្រាប់ J10 មានដូចជាកាំជ្រួចបាញ់ពីអាកាសទៅអាកាស PL8 PL10 PL12 និង PL15 កាំជ្រួចបាញ់ពីអាកាសមកដីមានដូចជា KD88 JY91 វាមានរបាំងស៊ើបអង្កេតរ៉ាដាដែលមានសមត្ថភាពអាចចាប់គោលដៅច្រើនក្នុងពេលតែមួយតាមការវាយតម្លៃបច្ចុប្បន្ន J10C គឺជាយន្តហោះចម្បាំងដែលមានសមត្ថភាពខ្ពស់ណាស់សម្រាប់តម្លៃរបស់វាហើយអាចប្រកួតប្រជែងបានជាមួយយន្តហោះចម្បាំង F16V បានយន្តហោះប្រយុទ្ធ J10C វាមានតម្លៃប្រមាណ 40 ទៅ 50 លានដុល្លារក្នុងមួយគ្រឿង